សួរលោកគ្រូខ្ញុំបាទឈ្មោះវឌ្ឍនលេខរៀនទី54ថ្ងៃនេះខ្ញុំមក demo project Bookstore API ដែលខ្ញុំបាន reset ឈ្មោះវាទៅជា TOSRID BS ឥឡូវនេះខ្ញុំនឹងធ្វើការ login នៅ email stash ជាមុនសិនដែល email stash នេះយើងបាន sender ដើម្បី generate វា store ចូល API រួចហើយនៅពេលដែលយើង login staff ហើយវានឹងបង្ហាញផ្ទាំង dashboard មួយដែលសម្រាប់ staff ដែល staff ក៏អាចធ្វើការ insert update delete បានទេគឺគាត់គ្រាន់តែអាចចូលមកបានឥឡូវនេះខ្ញុំធ្វើការ update admin ម្ដងដែលចង់ថា admin យើងអាចធ្វើអីបានខ្លះបន្ទាប់ពីយើងបាន login admin រួចហើយវានឹងបង្ហាញផ្ទាំង dashboard ដូចគ្នាគ្រាន់តែវាមាន feature ច្រើនជាង account staff ដែលវាមានកន្លែង register new book បង្កើត category និង register ឲ្យ author ផងដែរហើយនឹងមានការមើលព័ត៌មានលម្អិតការកែប្រែនិងការលុបសៀវភៅចេញពី database វិញផងដែរឥឡូវនេះយើងនឹងធ្វើការ create category ហើយនឹង create authorបន្ទាប់ពីយើង create category និង create author ហើយយើងធ្វើការ register new book ម្ដងហើយយើងពេញព័ត៌មានបច្ចុប្បន្នតែគេបានដាក់ឲ្យទៅហើយ admin ក៏អាចចូលកែប្រែព័ត៌មានមួយចំនួនឬក៏ add ព័ត៌មានមួយចំនួនទៀតបានផងដែរដែលមានដូចជារោងពុម្ពភាសាឬក៏ចំនួនទំព័រនៃសៀវភៅហ្នឹង